ការប្រកួតនៅក្នុងសប្តាហ៍ទី30នៃ Cambodian Premier League រដូវកាល2025-2026នៅទឹកដីរបស់ក្រុមបឹងកេត FC ពហុកីឡដ្ឋានជាតិអូឡ িম্প ពិកទទួលភ្ញៀវភ្នំពេញ Ground បាទនៅគ្រាដែលក្រុមបាល់ទាត់ភ្នំពេញ Ground កំពុងតែស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ2ចំណែកឯក្រុមបឹងកេត FC ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ4នៃការប្រកួត6ក្រុមខាងលើបាទការប្រកួតនេះគឺចាប់ផ្ដើមនៅវេលាម៉ោង6 គត់ខណៈដែលក្រុមបាល់ទាត់ស្វាយរៀងធ្វើដំណើរទៅកាន់សៀមរាបទៅលេងជាមួយនឹងក្រុមបាល់ទាត់អង្គរ Tiger ចំណែកឯ Nagavel នៅកំពង់ស្ពឺទទួលភ្ញៀវ MOI កំពង់ដេវ៉ាម៉ោង6ដំណើរគ្នាក៏បានកើតឡើងក្រុមបាល់ទាត់ភ្នំពេញ Ground ដែលមានឯកសណ្ឋានពណ៌ក្រហមព្យាយាមណាស់ក្នុងការទាត់ក្នុងការទប់បាទមិនមាននរណាអាចរកគ្រាប់បញ្ចូលទីបានទេនៅក្នុងវគ្គទី1យើងមើលកន្លែងនេះដែលអ៊ីវសវណ្ណរាព្យាយាមទាត់ក៏ប៉ុន្តែត្រូវបានជួយដោយជាមសំណាងឯត្រង់នេះគឺអៀមរតនាព្យាយាមកាត់ចូលទៅត្រូវបានស្កាត់ដោយជឿងវិស្ណុឡុងភិរិតទាត់បាល់ free kick មួយជើងនេះតែត្រូវហើរឡើងទៅខាងលើចំណែកឯកីឡាករអោភិរុនក៏ចង់ទាត់ឲ្យបង្កេតដែរនៅតែមិនបានសម្រេចបាល់ជ្រុងការតែរបស់ជើងវិស្ណុនៅចុងម៉ោងនៃវគ្គទី1គឺមិនបានផលនោះទេបាទចំណែកឯក្រុមបាល់ទាត់បាទអង្គរ Tiger នៅចុងម៉ោងនៃការថែមនោះគឺនាំមុខ4-3លើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងមិនធម្មតាទេបាទ7គ្រាប់នៅក្នុងការទាត់ជិត100នាទីនៅខេត្តសៀមរាបងាកមកខាងក្រុមបាល់ទាត់បឹងកេតជាមួយនឹងភ្នំពេញ Ground ឆ្លងមកដល់វគ្គទី2បាទគឺព្យាយាមមែនទែនការសម្រុកការលើករបស់ Kelly ការតែតរបស់ Series Demi មិនបានសម្រេចត្រង់នេះ Andre Nieto របស់ភ្នំពេញ Ground តែតបង្ហើរមកតែកីឡាករ Maxime Prudon ធ្វើមិនបានចំណែកឯ B1 មួយជើងត្រង់នេះក៏ត្រូវបានជួយដោយជាមសំណាងងាកមកខាងភ្នំពេញ Ground Makolo ទាត់ឆ្វេងក៏ត្រូវបានចាប់ជាប់ដោយកយសាលីមជាមសំណាងសង្គ្រោះបានជាបន្តបន្ទាប់កយសាលីមក៏សង្គ្រោះបានជាបន្តបន្ទាប់បាទមកទល់នឹងកន្លែងនេះគឺនៅតែជាមសំណាងអាចបិទបាននៅមុខទីរបស់ខ្លួនរហូតមកដល់គ្រាមួយពេលដែល Darwin កាត់ទៅក៏នៅតែជាមសំណាងអាចត្របាននេះជាកន្លែងដែលមានគ្រាប់បាល់លើកដោយ Kelly តាត់ត្រឡប់មកវិញ B1 half volley ទាត់បញ្ច្រកសំណាញ់ទីព្យាយាមក្នុងការឃ្លៀបាល់ក៏ប៉ុន្តែឃ្លៀទៅណាមិនឆ្ងាយហាក់ដូចជាហុចឲ្យ Major B1 half volley មកវិញ B1 ក៏បញ្ជូនឲ្យ Series Demi ក៏ទាត់គ្រាប់ទី2បានសម្រេចឲ្យបឹងកេតនាំមុខលើក្រុមបាល់ទាត់ភ្នំពេញ Ground គឺអ្វីបានកើតឡើងនៅចុងម៉ោងនៃវគ្គទី2ធ្វើឲ្យក្រុមបាល់ទាត់បឹងកេតទទួលបាន3ពិន្ទុនៅក្នុងការប្រកួតសប្តាហ៍ទី30ល្អណាស់បាទល្អមែនទែននៅក្នុងការលេងនៅក្នុងដីរបស់ខ្លួនឯងរហូតអាញាកដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតលទ្ធផល2-0បឹងកេតឈ្នះក្រុមបាល់ទាត់ភ្នំពេញ Groundសូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកនិងសូមរីករាយជាបន្តជាមួយនឹងកម្មវិធីជាបន្តបន្ទាប់របស់ BTV News ខ្ញុំបាទអ្នកអត្ថាធិប្បាយស៊ីធនថាននិងក្រុមការងារផ្សាយផ្ទាល់សូមអរគុណនិងសូមជម្រាបលា